បងសួរនេះបងមកពីធ្វើការហើយឯងព្រោះតែមកនឹងហើយទៅអូនឃើញចេះសួរអញ្ចឹងកើតត្រូវឲ្យបងសួរបងបាក់ប្រាក់ខែហើយនៅដល់ថ្ងៃបងធនាគារហើយណាបងបងធនាគារក៏បងទៅមានពាក់ព័ន្ធអីជាមួយបងយ៉ាងម៉េចអូនចង់យកលុយបងទៅបងធនាគារមិនក៏បងនិយាយអញ្ចឹងអ្នកណាឲ្យខ្ញុំខ្ចីលុយធនាគារទៅទិញឡានអ្នកណាសន្យាជាមួយខ្ញុំថាបងធនាគារមិនឲ្យយឺតយ៉ាវឥឡូវយ៉ាងម៉េចហើយចង់ឲ្យខ្ញុំប្រមូលលុយកាក់កាហ្វេទៅបងធនាគារជំនួសបងឯងហើយមិនបាច់ហែហៃអីច្រើនទេល្ងាចនេះពេលបងបើកលុយបានចាំបងយកទៅបងឲ្យធនាគារតែបងប្រាប់ឲ្យហើយណាអត់មានមកទាមទារលុយកាក់អីពីបងទៀតទេបងគិតថាធ្វើយ៉ាងម៉េចសមបងធ្វើទៅត្រឹមកូនប្រុសម្នាក់ខ្ញុំលក់កាហ្វេអាចចិញ្ចឹមវារស់ហើយអ្នកលក់ដាក់កាហ្វេឲ្យខ្ញុំមួយកែវមកដាក់ស្ករ 50% បានហើយណាចាបងចាសុំចាំតិចណាបងនៅផ្ទះមីងសយអើឯងដើររកទៅអ្នកភូមិនេះណាមានអាណាចង់ការលុយថោកជាងអញទៀតនោះលុយដើម100ណាអញយកការតែមួយខែ5រៀលទេណែអញគិតធូប៉ុណ្ណឹងហើយបើឯងយកទៅរកស៊ីមិនចម្រើនទៀតណាគឺមកពីឯងនឹងឲ្យវាអត់កំណើតបាទមីងខ្ញុំដឹងហើយបើអញ្ចឹងមីងចង់ការឲ្យខ្ញុំ2លានមកណាចាំលក់ស្រូវបានខ្ញុំយកមកសងមីងវិញលុយ2លានឯងត្រូវបង់ការអញមួយខែ100000មុននឹងខ្ចីគិតមើលឲ្យច្បាស់តើលទ្ធភាពឯងរត់រួចទេមិនអីទេមីងមួយខែ100000ខ្ញុំអាចបង់បានមីងមិនបាច់ភ័យទេអញមិនភ័យទេតែអញចង់បញ្ជាក់អញឲ្យច្បាស់ព្រោះអញមិនចង់ពាក់មុខយៈដាក់ណាឡើយអ្នកខ្លះពេលមកខ្ចីឲ្យផ្អែមល្ហែមដល់តែពេលសងអញទៅទាវិញណាសម្ដីអាក្រក់គំរោះគំរើយដាក់អញធ្វើមើលតែអញទៅសុំទានពួកវាខ្ញុំធ្វើដូចជាគេទេមីងហើយចុងមីងធ្វើกระดาษស្នាមដែរឬក៏អត់អើបើឯងមិនចង់ឲ្យអញធ្វើกระดาษស្នាមឯងថតស្រាប់ឲ្យអញមកប៉ុស្តិ៍មកបើឯងមិនសងលុយអញនឹងយកទៅផុសក្នុង Facebook ឲ្យណាណីមីងសយមីងនិយាយលេងឬក៏និយាយមែនអញនិយាយលេងទេយ៉ាងម៉េចឯងគិតថាអញភ្លើយករូបឯងទៅផុសឲ្យប្តឹងអញវិញហីនាងណយអើយឯងទៅយកกระดาษកិច្ចសន្យាមកឲ្យអញ2ស្លឹកមកណាម៉ែអើយកំពុងធ្វើអីហ្នឹងម៉ែអញគ្មានធ្វើស្អីទេអីហើយខ្យល់អីបើឯងមកដល់ទីនេះគឺខ្យល់ដាច់លុយហ្នឹងណាម៉ែខ្ញុំចង់មកខ្ចីលុយម៉ែចាយខ្លះស្អីគេអត់យកលុយមកជូនម្ដាយហើយមកចង់ខ្ចីលុយម្ដាយថែមទៀតអីអាកូននេះចេញមកអត់កំណត់តែម្ដងយូរហើយនេះមិនក៏ម៉ែមិនទាន់មកទៀតរាំងសីឯងកំពុងចាំផ្លូវម្ដាយឯងមែនទេបាទថ្មនេះហើយមិនទាន់ឃើញគាត់មកយកខ្ញុំទេយាយអើយប្រហែលជាគេលក់មិនទាន់អស់ណាចៅមិនអីទេមកសបកទៀតគេមកហើយឯងទៅអង្គុយលេងនៅខាងក្នុងសិនទៅណាមិនអីទេយាយខ្ញុំនៅឈរចាំគាត់ត្រង់នេះសិនរាំងសីម៉ែមកហើយកូនអូម៉ែមកហើយអីមិនក៏យូរម្ល៉េះម៉ែម៉ែលក់អស់យូរហើយតែម៉ែជាប់លាងសម្អាតម៉ាស៊ីនឆុងកាហ្វេណាកូនខ្ញុំអរគុណហើយណាម៉ែដែលម៉ែជួយមើលកូនឲ្យខ្ញុំរាល់ថ្ងៃមិនអីទេយ៉ាងណាក៏វាជាចៅបង្កើតរបស់ម៉ែដែរនេះម៉ែខ្ញុំជូនម៉ែ50000ម៉ែទុកទិញអីពិសាទៅណាចំបៃអើយចំបៃឯងឲ្យលុយម៉ែញឹកញាប់ហើយម៉ែមិនយកទេឯងទុកវិញទៅខ្ញុំរំខានម៉ែរាល់ថ្ងៃខ្ញុំក្រែងចិត្តម៉ែណាស់បើម៉ែមិនយកលុយនេះទេខ្ញុំមិនហ៊ានយករាំងសីមកផ្ញើម៉ែទៀតទេកូនណាយកូនម៉ែយកក៏បានម៉ែអរគុណហើយណាហើយយូរឲ្យម្ដាយ50000តែ5ម្ដាយមើលកូនឲ្យរាល់ថ្ងៃកូនល្អគេមិនធ្វើអញ្ចឹងទេណាបងណែចំប៉ាឯងល្មមបានហើយល្មមបានហើយស្អីបើគាត់ជ្រុលដែរបងយកលុយ50000នេះទៅជួលគេមើលកូនទៅចាំមើលណាតែគេមើលកូនឲ្យបងទេខ្ញុំឃើញបងចាយវារីធម្មតាតែមិនឃើញមានបានតាណាសោះធនាគារក៏នៅតែចម្ពាក់ផ្ទះក៏នៅតែជួលគេដដែលកុំកំរិះជ្រុលពេកណាបងណែចំប៉ាឯងមិនបានរករឿងបងមួយថ្ងៃឯងលេបបាយមិនចូលទេបងហត់ណាស់បងគ្មានកម្លាំងឆ្លោះជាមួយឯងទេតោះរាំងសីលាលោកយាយទៅកូន
មុននេះបងឃើញអាសួរមកវាទៅវិញបាត់ហើយអី វាទៅណាបាត់ហើយកូនប្រុសខ្ញុំមួយណាក៏ដូចមួយណាដែរបើគ្មានមុខការមករលុយណាពួកវាមិនខ្ចីមកជន់ផ្ទះម្ដាយឡើយអើយជាតិនេះខ្ញុំគ្មានសំណាងបានចាយលុយកូនទេ ចុះវាមកខ្ចីលុយឯងយកទៅធ្វើស្អីក្រែងឥឡូវវាមានឡានជិះហំហានណាស់មិនអញ្ចឹងហ៎ ឡាននោះវាខ្ចីធនាគារទិញឥឡូវដល់ថ្ងៃបងធនាគារអត់មានលុយបងវាក៏រត់មកខ្ចីលុយខ្ញុំអានឹងឬដែលគេហៅថាហំហាននោះ ហើយចុះលុយប្រាក់ខែវាយកទៅខាងណា អើយខ្ញុំមិនដឹងទេវាប្រាប់ខ្ញុំថាវាបើកមកឲ្យទៅមានប្រពន្ធនោះអស់មិនដឹងថាមានជើងល្អនោះណាវាយកលុយទៅខាងណាទេសង្ស័យថាវាលេងល្បែងទេបង តែខ្ញុំថាដូចជាមិនមែនទេព្រោះមួយថ្ងៃឃើញវាឈរលក់កាហ្វេកប់ប្រលប់វាមានពេលឯណាទៅអង្គុយលេងល្បែងនោះ ណែបងសាណាសម័យនេះណាល្បែងតាមអនឡាញរីកដុះដូចផ្សិតអញ្ចឹងបើវាចង់លេងស្មានតែវានឹងឲ្យបងដឹងអីកុំកាន់ជើងមីកូនប្រសានោះខ្លាំងពេកឲ្យវាចាស់អាណិតកូនប្រុសរបស់បងខ្លះទៅ ហើយខ្ញុំមានបានថាស្អីឯណាមិនក៏ឯងថាខ្ញុំកាន់ជើងនាងចំបៃ ចាំមើលណាខ្ញុំនឹងឲ្យគេតាមដាននាងចំបៃបើខ្ញុំដឹងថាវាយកលុយកូនខ្ញុំទៅលេងល្បែងមែនណាខ្ញុំមិនឲ្យអាសួរយកវាទៀតទេ អារាំងសីឯងឆាប់ទៅអានសភៅនៅក្នុងបន្ទប់របស់ឯងទៅ តែខ្ញុំចង់អង្គុយលេងនៅត្រង់នេះសិនណាពុក តែពុកមានការសំខាន់ចង់និយាយជាមួយម្ដាយឯងចេញសិនទៅ បាទពុកបាទ ចំបៃយើងដូចខានដេកអោបគ្នាយូរហើយឲ្យបងសុំអោបមួយមកអូន ខ្ញុំមិនស្រួលខ្លួនទេបងកុំមករញ៉េរញ៉ៃជាមួយខ្ញុំ ចំបៃកុំធ្វើអញ្ចឹងដាក់បងបានទេពួកយើងខានយូរហើយណា ប្រាប់ហើយថាខ្ញុំមិនស្រួលខ្លួនបងកុំតប៉ែពេកបានទេ ហើយអូនឯងកើតស្អីហ្នឹងហ៎ឲ្យតែពេលបងចង់គេងជាមួយអូនឯងធ្វើតោះតាយដាក់បងរហូតប្រយ័ត្នបងទៅរកស្រីក្រៅតាំងទឹកភ្នែក នៅក្នុងខួរក្បាលរបស់បងគិតឃើញទៅរឿងលើក្រែនឹងទេរាល់ថ្ងៃនេះបងមានដឹងទេថាខ្ញុំហត់នឿយប៉ុណ្ណាមិនអីទេបើបងចង់ទៅរកស្រីក្រៅបងអញ្ជើញទៅចុះមនុស្សអស់ធំហើយអ្វីគួរអ្វីមិនគួរអាចបែងចែកបានតែយ៉ាងណាសូមកុំយកជំងឺមកចម្លងឲ្យខ្ញុំឲ្យសោះ ណែចំបៃមិនក៏អូននិយាយអញ្ចឹងអូនឯងចង់ឌឺបងហ៎គិតថាបងមិនហ៊ានមែនទេស្គាល់អាសួរស្ដើងពេកហើយវើយស្អែកឡើង ម៉ាឥឡូវមាសឡើងថ្លៃខ្លាំងណាស់ម៉ែយកមាសទៅលក់ខ្លះទៅ ម៉ែបានមាសមកពីណាយកទៅលក់ ណែម៉ែមិនក៏ម៉ែនិយាយអញ្ចឹងចោះមាសដែលខ្មៅឪពុកខ្ញុំទុកឲ្យប្រមាណតម្លឹងនោះម៉ែយកតាណាអស់ហើយ ប្រហែលខែមុននាងចំបៃខ្វះលុយទិញដីគេក៏មកខ្ចីលុយម៉ែយកទៅបង្គ្រប់ទិញដីម៉ែអត់មានលុយម៉ែក៏យកមាសនោះទៅលក់យកលុយឲ្យគេខ្ចីសិនទៅ ម៉ែធ្វើបែបនេះជ្រុលពេកហើយមិនក៏ម៉ែយកមាសរបស់ឪពុកខ្ញុំទៅជួយបងចំបៃហ៎ហេតុអីក៏ម៉ែនេះគិតគូរគាត់ដល់ថ្នាក់នេះ នាងចំប៉ាមិនក៏ឯងនិយាយអញ្ចឹងគេជាបងស្រីរបស់ឯងណា តែគាត់មិនមែនជាបងបង្ការរបស់ខ្ញុំទេគ្រាន់តែកាត់ចេញពីផ្ទៃម្ដាយតែមួយតែមានឪពុករៀងខ្លួនបើគាត់គ្រាន់បើមិនក៏គាត់មិនទៅពឹងពាក់ឪពុកបង្ការរបស់គាត់ទៅ នាងចំប៉ារឿងកន្លងហួសទៅហើយឯងកុំវែងឆ្ងាយពេកបានទេ ខ្ញុំមិនដឹងទេយ៉ាងណាម៉ែត្រូវតែទៅទារលុយពីគាត់វិញបើគាត់គ្មានលុយសងទេឲ្យគាត់ដាក់ផ្លាកប្រពៃនាយលក់ដីនោះទៅ ម៉ែមិននឹកស្មានថាឯងចិត្តចង្អៀតដល់ម្លឹងសោះទោះមិនមែនជាបងប្អូនបង្កើតតែយ៉ាងណាក៏ឯងគួរនឹកឃើញដល់គុណបុណ្យដែលវាធ្លាប់ពោឯងដែរ ហើយចុះឪពុកខ្ញុំហ៎ឪពុកខ្ញុំខំប្រឹងធ្វើការរកលុយមកចិញ្ចឹមគាត់តែគាត់ណាមាននឹកឃើញដល់គុណបុណ្យឪពុកខ្ញុំខ្លះទេ អ្នកលក់ដាក់កាហ្វេខ្ញុំមួយកែវមកអ្នកលក់អ្នកលក់ហើយប្អូនមានរឿងអីហ្នឹង អូចាបងបងទិញកាហ្វេមែនទេ ប្អូនមានរឿងអីហីមិនក៏ឈរភ្លឹកអញ្ចឹងទាស់ជាមួយប្តីមែនទេ អត់មានអីទេបងអត់មានអីទេបងយកដូចរាល់ដងមែនទេ អូបាទ
ខ្ញុំយកដូចរាល់ដងដាក់ស្ករ50%ខ្ញុំមើលទៅប្អូនអារម្មណ៍ដូចជាមិននៅក្នុងខ្លួនសោះឃើញបែបនេះខ្ញុំចេះតែបារម្ភបើមានរឿងសៅហ្មងនៅក្នុងចិត្តក៏និយាយចេញមកព្រោះរឿងខ្លះបើមិនបាននិយាយចេញក្រៅវាមិនធូរទ្រង់ទេណា បើសិនប្តីរបស់ខ្ញុំចេះសួរនាំខ្ញុំដូចបងមិនដឹងថាខ្ញុំសប្បាយចិត្តយ៉ាងណាទេតែជាក់ស្ដែងគាត់មិនខ្វល់ពីខ្ញុំឡើយគាត់ចង់តែសប្បាយមិនគិតពីការនឿយហត់របស់ប្រពន្ធ នេះប្តីរបស់ប្អូនមានស្រីហ៎ណែអាស្អីគេនេះឯងមកទិញកាហ្វេឬក៏ចម្រឿនគ្រួសារអញមានស្រីឬក៏មានប្រុសវាជារឿងរបស់អញអត់មានទឹះបំបាញ់ក្បាលឯងទេវើយ បងសួរមិនក៏បងសម្ដីអាក្រក់យ៉ាងនេះល្មមបានហើយកុំឆ្លើយជ្រុលពេកបងសម្បត្តិឲ្យខ្ញុំសុំទោសណាបង មិនអីទេខ្ញុំលាសិនហើយស្រីជើងល្អហ៊ាននិយាយដើមប្តីប្រាប់គេផងអូនឯងឡប់សតិហើយទេដឹងហ្នឹង បងកុំមកលោឡាននៅកន្លែងខ្ញុំលក់ដូរឆាប់ចេញពីមុខខ្ញុំភ្លាមទៅ បងអស់លុយចាក់សាំងឡានហើយឲ្យបង$20សិនមក បើអត់មានលុយចាក់សាំងទេបងយកឡានទៅលក់ទៅកុំអំពើទុកដល់ខ្ញុំជ្រុលពេក ណែចំបៃកុំខ្លាំងដៃពេកណាប្រយ័ត្នបងដាក់ផ្អើលកន្លែងហ្នឹងវើយ ខ្ញុំមកនេះមានរឿងចង់ផ្ដាំផ្ញើទៅប្រាប់កូនស្រីជើងល្អរបស់អ្នកផងល្មមបានហើយកុំបំផ្លាញកូនខ្ញុំខ្លាំងពេក អ្នកណាបំផ្លាញអ្នកណាអ្នកយល់ច្រឡំមែនទេនាងចំបៃបំផ្លាញអាសួររឿងស្អី បំផ្លាញរឿងស្អីហ៎ហាលុយប្រាក់ខែអាសួរណាមួយខែជាង2លានតើនាងចំបៃវាយកលុយទៅខាងណាបានជាយូរទៅណាជំពាក់ធនាគារវ៉ាន់កដល់ថ្ងៃបងធនាគារអាសួររត់ទៅខ្ចីលុយខ្ញុំទាំងលានណា នាងចំបៃបានខ្ចីប្លង់ដីរបស់ខ្ញុំទៅដាក់បញ្ចាំឲ្យធនាគារវាខ្ចីលុយធនាគារទៅទិញឡានឲ្យអាសួរជីខ្ញុំឲ្យប្លង់ដីទៅវាខ្ចីសូម្បីនាងចំប៉ាក៏ខ្ញុំមិនឲ្យដឹងដែរពេលនោះខ្ញុំបានសួរអាសួរដែរតើឯងមានលទ្ធភាពបង់សងទៅធនាគារវិញទេវាឆ្លើយប្រាប់ខ្ញុំថាមិនអីទេម៉ែខ្ញុំមិនធ្វើឲ្យម៉ែពិបាកទេការពិតរឿងនេះអាសួរត្រូវតែជាអ្នកទទួលខុសត្រូវហេតុអីក៏អ្នកមកដាក់បន្ទុកលើនាងចំបៃ ហើយអ្នកនឹងក៏អញ្ចឹងដែរហេតុអីក៏មិនហាមឃាត់ពួកវាផងខ្ចីលុយធនាគាររាប់$10,000យកទៅទិញឡានជិះសួរថាក្នុងមួយខែណាវាត្រូវបង់ប្រាក់ឲ្យធនាគារនឹងប្រមាណ100 បានហើយរឿងកន្លងហួសទៅហើយឲ្យវាហួសទៅចោះមិនបាច់លើកមកនិយាយទៀតទេខ្ញុំទ្រាំឲ្យតពួកវាសងធនាគាររួចខ្ញុំធូរចិត្តហើយខ្ញុំក៏ចង់ប្រាប់អ្នកថានាងចំបៃមិនបានបំផ្លាញអាសួរទេរាល់ថ្ងៃនេះវាហត់ណាស់លក់កាហ្វេតែមួយមុខវាផ្គត់ផ្គង់កូនរៀនផងចំណាយចាយវាយក្នុងផ្ទះផងហើយពេលខ្លះឲ្យលុយប្តីចាក់សាំងឡានទៀត ចំប៉ាហើយអូនទៅខាងណាមិនក៏មកដល់ទីនេះ គឺខ្ញុំមកខ្ចីលុយបងចាយបងមានលុយទេឲ្យខ្ញុំសុំខ្ចី$20,000សិនមក អោចំប៉ាអើយចំប៉ាបងរកមួយខែចាយមួយខែសឹងតែមិនគ្រប់ផងតើបងបានលុយមកពីណាឲ្យអូនខ្ចីនោះបើចង់បានលុយមិនក៏អូនមិនទៅរកចំប៉ៃទៅ ឲ្យខ្ញុំទៅខ្ចីបងចំបៃអីខ្ញុំស្អប់គាត់ណាបងកុំនិយាយឈ្មោះគាត់ឲ្យខ្ញុំឮ ហើយមានរឿងអីនេះអូនឆ្លោះគ្នាជាមួយចំប៉ៃ ខ្ញុំមិនចង់វែងឆ្ងាយច្រើនទេថ្ងៃណាអារម្មណ៍ល្អចាំខ្ញុំនិយាយប្រាប់បងត្រូវឲ្យបងសួរពេលនេះខ្ញុំកំពុងរកការងារធ្វើតើបងអាចនាំខ្ញុំទៅធ្វើការនៅក្រុមហ៊ុនរបស់បងផងបានទេ ពេលនេះសេដ្ឋកិច្ចមិនសូវល្អទេអូនអើយថៅកែក្រុមហ៊ុនដែលបងធ្វើការនោះគាត់មិនរើសបុគ្គលិកថែមទៀតទេគាត់មានតែចង់កាត់បន្ថយបុគ្គលិកចេញខ្លះផង យ៉ាងណាក៏ដោយបងជាបុគ្គលិកចាស់ធ្វើការយូរឆ្នាំបើបងនិយាយតែ2-3ម៉ាត់គាត់ប្រកាសជាព្រមទទួលខ្ញុំ ហើយអូនឯងចង់ដាក់ពាក្យធ្វើការផ្នែកអីដែរ ខ្ញុំចង់ធ្វើជាលេខារបស់អគ្គនាយក តែអគ្គនាយកក្រុមហ៊ុនមានលេខាផ្ទាល់ខ្លួនរួចទៅហើយហ្នឹង បើអញ្ចឹងបងយកខ្ញុំធ្វើជាលេខារបស់បងតែម្ដងទៅគិតប្រាក់ខែឲ្យខ្ញុំប្រហែលក៏បានដែរ
ថ្ងៃនេះមិនក៏ឯងមកយកកូនលឿនម្លេះឯងលក់អស់ហើយហ៎ខ្ញុំលក់មិនទាន់អស់ទេម៉ែតែខ្ញុំប្រញាប់បិទតូបបន្តិចព្រោះខ្ញុំមិនចង់រំខានម៉ែយូរណាអូយរំខានស្អីទៅរាំងសីជាចៅបង្កើតរបស់ម៉ែម្យ៉ាងពេលនេះវាធំហើយម៉ែក៏មិនសូវនឿយហត់ប្រហែលដែរឯងកុំគិតច្រើនអីខ្ញុំអរគុណហើយណាម៉ែចុះនាងចម្ប៉ាតាណាហើយវាចេញពីផ្ទះតាំងពីព្រឹកវាប្រាប់ម៉ែថាទៅរកការងារធ្វើថ្មើរនេះហើយមិនទាន់ឃើញវាមកវិញទៀតត្រូវហើយចំបៃពាក្យសម្ដីដែលនាងចម្ប៉ាថាឲ្យឯងកាលពីថ្ងៃមុនឯងកុំទុកក្នុងចិត្តអីណាមិនអីទេម៉ែខ្ញុំមិនបានខឹងស្អប់វាទេព្រោះខ្ញុំដឹងចរិតវាតាំងពីដើមបើអញ្ចឹងខ្ញុំលាម៉ែទៅសិនហើយរាំងសីឆាប់លាលោកយាយទៅកូនខ្ញុំលាសិនហើយយាយថ្ងៃស្អែកចាំខ្ញុំមកលេងយាយទៀតតែចុះចៅដើរឲ្យស្រួលបួលប្រយ័ត្នផងណាបងសួរខ្ញុំអរគុណហើយដែលបងជួយនាំខ្ញុំចូលធ្វើការសូមអរគុណជាពិសេសណាស់បងថ្លៃមិនអីទេអូនមានអីដែលបងអាចជួយបានបងរីករាយនឹងជួយតែអូនឯងក៏ត្រូវជួយខ្លួនឯងដែរណាមកធ្វើការនៅទីនេះត្រូវប្រឹងប្រែងឲ្យមែនទេណាចាបងថ្លៃខ្ញុំដឹងហើយខ្ញុំស្រឡាញ់បងថ្លៃខ្លាំងបំផុតចម្ប៉ាស្រឡាញ់បងហ៎អូនឯងនិយាយលេងឬក៏និយាយមែនណែបងសួរបងកុំគិតអីផ្ដេសផ្ដាសណាខ្ញុំចង់បានន័យថាខ្ញុំស្រឡាញ់បងដូចជាបងប្រុសបង្ការរបស់ខ្ញុំនេះបងគិតដល់ណាហើយនឹងអញ្ចឹងទេអីបងស្មានតែតោះល្ងាចឲ្យអូនយើងទៅផ្ទះវិញទៅចាបងថ្លៃចាឲ្យខ្ញុំសុំទោសចំពោះរឿងកាលពីថ្ងៃមុនខ្ញុំសុំទោសពិតមែនណាបងអូមិនបាច់សុំទោសខ្ញុំទេព្រោះតែប្អូនមិនបានធ្វើអីខុសផងនេះមកពីខ្ញុំចេះដឹងរឿងគ្រួសារគេពេកទើបគេថាឲ្យខ្ញុំបែបនោះនិយាយប្រាប់បងតាមត្រង់ចុះប្តីខ្ញុំពេលខឹងម្ដងគាត់សម្ដីអាក្រក់ណាស់សំបីខ្ញុំជាប្រពន្ធពេលខ្លាំងសឹងតែទ្រាំជាមួយគាត់មិនបានណាបងអ្នកខ្លះនិយាយស្ដីជាមួយអ្នកផ្ទាំងគំរោះគំរើយណាស់តែជាមួយអ្នកដតីនៅខាងក្រៅវិញនិយាយឡើងសុភាពផ្អែមល្ហែមមនុស្សបែបនេះខ្ញុំជួបច្រើនហើយតែយ៉ាងណាក៏ដោយបើប្អូនអាចណែនាំបានក៏ណែនាំគេខ្លះទៅនេះប៉ះលើខ្ញុំជាមនុស្សចិត្តធ្ងន់ណាមួយខ្ញុំមិនចង់មានរឿងផងតែបើគេប៉ះលើអ្នកផ្សេងដែលឆេវឆាវដូចគ្នាខ្ញុំមិនហ៊ានសម័យទេថានឹងមានរឿងអ្វីកើតឡើងបាត់ឯងពេញមួយថ្ងៃហើយនេះឯងទើបមកពីណាខ្ញុំទៅមកពីធ្វើការពេលនេះខ្ញុំបានការងារធ្វើហើយខ្ញុំលែងនៅទំនេរអត់បញ្ចោចដូចមុនទៀតហើយឯងទៅធ្វើការហ៎ហើយឯងធ្វើការស្អីខ្ញុំធ្វើជាលេខានៅក្រុមហ៊ុនបងសួរនេះអាសួរយកឯងចូលធ្វើការជាមួយហ៎ត្រូវហើយយ៉ាងណាក៏គាត់ជាបងថ្លៃរបស់ខ្ញុំរឿងអីថាខ្ញុំពឹងពាក់គាត់មិនបានបងសួរចិត្តល្អជាងបងចំបៃឆ្ងាយណាស់ហើយគាត់ណាចេះយល់ទុកធរៈខ្ញុំទៀតផងណែនាងចម្ប៉ាឯងកុំស្និទ្ធស្នាលជាមួយអាសួរពេកសម្ោតនឹងស្គរនៅចិត្តគ្នាបែបនេះម៉ែមិនទុកចិត្តទេវើយមិនទុកចិត្តរឿងអីម៉ែខ្លាចខ្ញុំស្រឡាញ់បងសួរហ៎មើលមុខខ្ញុំឲ្យច្បាស់ណាស់ម៉ែខ្ញុំមិនថោកទាបដូចម៉ែគិតទេហើយអូនឯងទៅប្រកាច់មកពីណាថ្មនេះហើយមិនទាន់ដាំបាយស៊ីទេហ៎ខ្ញុំទៅមកពីលក់ហើយក៏ឈៀងទៅយករាំងសីនៅផ្ទះម៉ែបងគិតថាខ្ញុំនៅទំនេរអត់ការងារធ្វើហ៎ទោះរវល់យ៉ាងណាក៏ត្រូវតែបញ្ញាប់បញ្ញាល់មកដាំបាយធ្វើម្ហូបឲ្យប្តីស៊ីដែរព្រោះអូនជាប្រពន្ធការងារដាំបាយធ្វើម្ហូបជាតួនាទីរបស់អូនតួនាទីខ្ញុំហ៎ប្តីប្រពន្ធគេនិយាយភាសានេះហ៎ត្រឹមបាយមួយឆ្នាំសោះបងប្រចាំខ្ញុំហ៎ខ្ញុំហួសចិត្តណាស់មិនបាច់ហោហែតប៉ែច្រើនទេបងឃ្លានហើយប
ប្រញាប់ទៅដាំបាយធ្វើម្ហូបទៅឆាប់ទៅភ្លាមទៅ បើឃ្លានបងទៅទិញបាយផ្សារហូបទៅខ្ញុំមិនមែនជាកញ្ចះរបស់បងទេ នាងចំបៃកុំហួសហេតុពេកណានាងចំបៃល្មមបានហើយប្រយ័ត្នអញអត់មិនបានទៅវើយស្អែកឡើង ណែនាងចម្ប៉ាទៅធ្វើការឯងស្លៀកពាក់អញ្ចឹងហ៎នេះឯងទៅធ្វើការឬក៏ទៅតាក់ប្រុស ណែម៉ែមើលមកខ្ញុំក្នុងផ្លូវល្អខ្លះមិនបានទេអីខ្ញុំឃើញម្ដាយគេណាគេឲ្យតែកូនគេធ្វើខ្លួនតែម្ដាយខ្ញុំវិញឲ្យតែខ្ញុំតែងខ្លួនម្ដងណាក៏ដៀលក្បាលខ្ញុំរហូត ដែលម៉ែនិយាយទៅព្រោះម៉ែចង់ឲ្យឯងល្អធ្វើស្អីក៏ដោយកុំភ្លេចថាឯងជាស្រីខ្មែរស្រីខ្មែរត្រូវថែរក្សាប្រពៃណីទំនៀមទម្លាប់ជាខ្មែរស្លៀកពាក់លិចលើលិចក្រោមបែបនេះមិនមែនជាប្រពៃណីខ្មែរទេវើយ ត្រូវហើយខ្ញុំមិនមែនជាកូនល្អក្នុងសពុតផ្នែកទេពេលនេះខ្ញុំធំហើយខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចូលចិត្តម៉ែឈប់ឈឺឆ្អាលនឹងការតែងខ្លួនរបស់ខ្ញុំទៀតទៅខ្ញុំទៅធ្វើការហើយ មីកូននេះបដៅ10ម៉ាត់វាតមកវិញ20ម៉ាត់សំដីបានណាស់មិនជឿពាក្យចាស់ឯងគង់តែស្រឡះដៃធេងទេ ណែនាងចំបៃហេតុអីក៏ឯងធ្វើបាបកូនអញហ៎មិនក៏ឯងមិនដាប់បែបប្តីស៊ីហ៎យាយសយថ្ងៃនេះម្ដាយខ្ញុំហត់ណាស់យាយក៏មិនទោសគាត់បានទេណែអារាំងសីឆាប់បិទមាត់របស់ឯងទៅចាស់កំពុងនិយាយគ្នាឯងក៏មិនចេះលូកមាត់ថយចេញទៅ ខ្ញុំដឹងថាបងសួរទទួលពិតម៉ែហើយខ្ញុំក៏មិនចង់និយាយច្រើនដែរដូចម៉ែឃើញស្រាប់ហើយរាល់ថ្ងៃនេះខ្ញុំហត់ណាស់ព្រលឹមឡើងត្រូវចេញពីផ្ទះមកលក់ប្រលប់ទៅដល់ផ្ទះវិញគ្រាន់តែខ្ញុំយឺតយ៉ាវមិនទាន់ដាំបាយធ្វើម្ហូបគាត់ក៏លោឡារករឿងខ្ញុំតែគាត់ជាប្តីមានអាសូរខ្ញុំខ្លះទេ ល្មមវាលោឡាហើយព្រោះឯងនេះវាអត់កំណើតលុយប្រាក់ខែប្តីឲ្យប្រមាណក៏ចាយមិនចេះគ្រប់ ម៉ែថាម៉េចនឹងបងសួរឲ្យលុយប្រាក់ខែមកខ្ញុំម៉េបើនិយាយច្រឡំម៉ែអាចនិយាយម្ដងទៀតបានបងសួរមិនបានឲ្យលុយប្រាក់ខែមកខ្ញុំជាងកន្លះឆ្នាំហើយប្រាក់ខែគាត់បងតែធនាគារសឹងមិនគ្រប់ចំណែកការចាយវាយប្រចាំថ្ងៃគឺខ្ញុំជាអ្នករ៉ាប់រងទាំងអស់សំបីតលុយចាក់សាំងឡានក៏គាត់សុំពីខ្ញុំដែរ ហើយអញមិនដឹងជឿខាងណាទេព្រោះពួកឯងប្រកែកយកទៅរៀងខ្លួន ម៉ែមិនបាច់ជឿខ្ញុំទេម៉ែជឿលើកូនប្រុសរបស់ម៉ែចោះព្រោះគាត់ជាមាសទឹកដប់ទោះគាត់ធ្វើខុសក៏គាត់ត្រូវជានិញ នាងចំបៃនេះឯងអើយ ចំប៉ារាល់ថ្ងៃអូនឯងហូបអីបានជាស្អាតម្ល៉េះ បងសួរមិនក៏បងនិយាយអញ្ចឹងខ្ញុំអៀនខ្លាំងណាស់បងដឹងទេ អាយ៉ាគ្រាន់តែបងសួរប៉ុណ្ណឹងអូនឯងអៀនដែរហ៎ ខ្ញុំគ្មានហូបអីក្រៅពីបាយទេបងអើយនិយាយរឿងបាយខ្ញុំរមួលពោះហើយរកកំងបាយមកហូបសិន អូនចង់ហូបអីប្រាប់បងមកចាំបងកំងឲ្យ បងកំងឲ្យខ្ញុំអីបានន័យថាបងចេញលុយឲ្យខ្ញុំមែនទេ ត្រូវហើយអូនចង់ហូបអីប្រាប់បងមកចាំបងជាអ្នកចេញលុយ អូហូបងសួរអើយបងសួរមិនក៏បងចិត្តទលាយ៉ាងនេះបើអញ្ចឹងខ្ញុំមិនគួរសមទេណាបង បានអញ្ចឹងកំងតាមសបាយចុះពៅព្រលឹងស្ទឹងមានជ័យ ខ្ញុំយកមាត់ដុតមួយសម្លម្ជូរខួរក្តាមមួយឆ្នាំងហើយនឹងប្រហុកកសាំងមួយមុខទៀត ហេតែម្នាក់ឯងសោះមិនកំងច្រើនមុខម្លេះអូនឯងហូបអស់ដែរហ៎ ក្រែងយើងហូបជាមួយគ្នានោះអីហើយបងកុំភ្លេចកំងបាយផងណា អូខេអូនចាំបន្តិចសិនទៅណាបានហូបឥឡូវឲ្យពៅព្រលឹង ខ្ញុំសម្រេចចិត្តច្បាស់ហើយខ្ញុំចង់ឲ្យអាសួរលេងនាងចំបៃ ម៉ែវាកុំធ្វើដល់ថ្នាក់នេះអីវាអាក្រក់មើលណាស់ឯងមានឃើញទេថាពួកគេមានកូនជាមួយគ្នាហើយណា មានកូនក៏មានទៅក្រោយពេលពួកវាលេងគ្នាហើយណាយើងទៅយកអាល្អិតនោះមកចិញ្ចឹមពេលនោះវាចប់រឿងហើយ ខ្ញុំឃើញឯងទៅវត្តញឹកញាប់ដែរតែមកវិញអាក្រក់ហួសថ្លែងមានដឹងទេថាអាការដែលឯងញុះញង់ឲ្យពួកគេលេងលះគ្នានេះវាមានបាបធ្ងន់ប៉ុណ្ណា
ណែបងសានអាសួរជាអ្នកនិយាយប្រាប់ខ្ញុំដោយផ្ទាល់មាត់វាថាចង់លេងនាងចំបៃព្រោះរស់នៅជាមួយនាងនោះគ្មានសេចក្តីសុខទេបើមិនជឿខ្ញុំទេណាបងហៅវាមកសួរក៏បានដែរផ្ទះដៃម្ខាងវាមិនលឺទេអាសួរកូនប្រុសឯងក៏វាមិនណយដែរបើតាមខ្ញុំដឹងមកវាធ្វើបាបផ្លូវចិត្តនាងចំបៃមិនតិចទេជួនកាលវាស្ដីឲ្យប្រពន្ធនៅមុខគេមុខឯងមានពេលខ្លះវាប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះហើយលោឡារករឿងនាងចំបៃទៀតខ្ញុំណែនាំវាច្រើនដងហើយតែអាកូនក្បាលរឹងនឹងវាមិនតាមខ្ញុំសោះណាហើយបើពួកវារស់នៅលេងចុះសម្រងគ្នាហើយឲ្យពួកវាលេងលះគ្នាទៅមួយម៉ាត់លេងពីរម៉ាត់លេងនិយាយពាក្យលេងនឹងដូចស្រួលដល់ហើយឯងនេះឯងមានដឹងទេថាអ្នកណាជាអ្នករងគ្រោះនាងចំបៃគេអាចយកប្តីក្រោយបានទៀតហើយអាសួរក៏អាចយកប្រពន្ធក្រោយទៀតបានដែររួចចុះអារាំងសីស្អែកឡើងម៉ែថ្ងៃនេះម៉ែអត់ទៅលក់កាហ្វេទេអីម៉ែមិនស្រួលខ្លួនទេម៉ែទៅលក់មិនកើតទេកូនអើយម៉ែកាត់អីហ្នឹងម៉ែមិនស្រួលខ្លួនត្រង់ណាប្រាប់ខ្ញុំមកចាំខ្ញុំកោសខ្យល់ឲ្យណាម៉ែមិនអីទេកូនម៉ែសម្រាប់តែមួយផ្លែទៅលេងអីហើយតែខ្ញុំបារម្ភពីម៉ែណាម៉ែមិនដានចឹងទេចាំខ្ញុំទៅតាមយាយចម្ពូឲ្យមកមើលម៉ែកុំទៅអីកូនម៉ែមិនអីទេកុំទៅរំខានគាត់អីណាកាត់ស្អីទៀតហើយមិនក៏ដេកឃ្លុំភួយទាំងព្រឹកអញ្ចឹងមិនទៅលក់ដូររកស៊ីអីទេអីម៉ែខ្ញុំកំពុងឈឺមិនក៏ពុកដេញម៉ែឲ្យទៅលក់ទៀតពុកមិនអាណិតម៉ែខ្លះទេអីណែអារាំងសីមិនក៏អញហ៊ានតម្លើងសម្លេងដាក់អញចង់ត្រូវកភ្លៀងអីទោះពុកវាយខ្ញុំក៏ខ្ញុំមិនខ្លាចដែរយ៉ាងណាក៏ខ្ញុំត្រូវតែនិយាយពុកកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំស្អប់ពុកណាស់អញជាឪពុកឯងណាអញហ៊ានស្អប់អញផងនេះណានេះណាអើយអាយអើយណែបងសួរមិនក៏បងវាយកូនរាំងសីអញយ៉ាងម៉េចហើយណែអារាំងសីអញចង់តាណាឈប់ភ្លាមអាក្មេងប្រហើនអញប្រាប់ថាឲ្យឈប់រាំងសីអើយហើយឯងកើតអីមិនក៏ធ្វើមុខអញ្ចឹងចៅគឺពុកវាយខ្ញុំណាតាមានរឿងស្អីមិនក៏អាសួរវាយឯងណាប្រាប់តាមកចៅពុកកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃគាត់រករឿងម៉ែរហូតហើយគាត់លោឡាស្ដីឲ្យខ្ញុំទៀតពេលខ្ញុំតមាត់នឹងគាត់ក៏វាយខ្ញុំណាតាថ្ងៃក្រោយឯងកុំតមាត់ជាមួយឪពុកឯងណាបើគេស្ដីឲ្យឯងដើរចេញពីមុខគេឲ្យផុតទៅបានហើយទៅផ្ទះតាសិនទៅចាំល្ងាចតានាំឯងទៅផ្ទះវិញអត់ទេខ្ញុំចង់ទៅផ្ទះយាយចម្ពូទៅប្រាប់យាយថាម្ដាយខ្ញុំឈឺថាម៉េចម្ដាយឯងឈឺតើគេកើតអីម៉ែបាយឆ្អិនហើយនៅម៉ែឆ្អិនហើយបាយនឹងមកហូបម៉ែគ្រប់នៅលើតុក្នុងផ្ទះបាយបើឃ្លានឯងទៅហូបទៅនេះម៉ែចង់ទៅណានឹងម៉ែចង់ទៅអើតបងស្រីឯងមួយផ្លែតថ្ងៃនេះមិនដឹងយ៉ាងម៉េចមិនឃើញគេយកអារាំងសីមកខ្ញុំថាគាត់រអៀខ្លួនហើយណែព្រោះគាត់ពឹងអ្នកម្ដាយឲ្យជួយមើលកូនរាល់ថ្ងៃគាត់ប្រកាសជារអៀខ្លួនម៉ែក៏អញ្ចឹងដែរនៅទំនេរស្រួលខ្លួនមួយថ្ងៃក៏មិនបានដែរអីម៉ែចេះតែបារម្ភខ្លាចក្រែងគេមានរឿងអីណាហើយមួយថ្ងៃបារម្ភតែពីបងចំបៃខ្ញុំជាកូនរបស់ម៉ែដូចគ្នាតែម៉ែមិនបារម្ភពីខ្ញុំខ្លះទេអីណែនាងចម្ប៉ាឯងដល់ម៉ោងសរសៃប្រសាទទៀតហើយត្រូវហើយខ្ញុំកើតរោគសរសៃប្រសាទក៏ដោយសារតែម៉ែព្រោះម៉ែស្រឡាញ់កូនមិនស្មើគ្នាតាមមើលតើតែខ្ញុំចេញពីផ្ទះនេះទៅម៉ែភ្ញាក់ខ្លួនយាយអើយយាយជួយទៅមើលម្ដាយខ្ញុំផងគាត់ឈឺហើយយាយថាម៉េចម្ដាយឯងឈឺបើអញ្ចឹងប្រញាប់ទៅឆាប់ទៅភ្លាមទៅចៅ
ខ្ញុំដើររកមួយសបកហើយនេះបងទើបមកពីណា ខ្ញុំទៅមកពីមន្ទីរពេទ្យ បងមកពីមន្ទីរពេទ្យអីអ្នកណាកើតអី គឺនាងចំបៃឈឺអាប្តីនោះមិនអើពើនឹងគ្នាសោះឃើញហើយខ្ញុំពិបាកភ្នែកណាស់ ហើយវាឈឺអីពេលនេះវាយ៉ាងម៉េចហើយ គេខ្វះជាតិស្ករសម្ពាធឈាមឡើងខ្ពស់តែពេលនេះបានធូរហើយចិត្តជាមនុស្សស្រីពេលឈឺចង់បានការមើលថែចង់បានការយកចិត្តទុកដាក់ពីប្តីឯងជាស្រីឯងយល់ច្បាស់ហើយ ហើយយ៉ាងម៉េចអាសួរមិនទៅមើលប្រពន្ធសោះឬក៏យ៉ាងម៉េច ព្រោះតែវាមិនមើលនឹងហើយទៅខ្ញុំនិយាយនឹងនាងចំបៃដើរទៅពេទ្យខ្លួនគេទេ ចំបៃឯងយ៉ាងម៉េចហើយកូនឯងយ៉ាងម៉េចហើយខ្ញុំមិនអីទេម៉ែខ្ញុំបានធូរច្រើនហើយម៉ែកុំបារម្ភអីណាហើយចុះពេទ្យបានពិនិត្យឯងហើយនៅពេទ្យថាម៉េចទេពេទ្យបានយកឈាមរបស់ខ្ញុំទៅពិនិត្យរួចហើយលទ្ធផលចេញមកគឺខ្ញុំខ្វះជាតិស្ករហើយសម្ពាធឈាមខ្ញុំឡើងខ្ពស់អូយកូនហើយកូនឯងគួរតែឧស្សាហ៍វាស់សម្ពាធឈាមមិនគួរធ្វើប្រហែសបែបនេះទេឲ្យខ្ញុំសុំទោសដែលធ្វើឲ្យម៉ែបារម្ភខ្ញុំប្រាប់រាំងសីហើយថាកុំឲ្យទៅប្រាប់ម៉ែតែគេមិនតាមខ្ញុំសោះហើយយ៉ាងម៉េចឈឺប៉ុណ្ណឹងហើយឯងចង់លាក់បាំងម៉ែទៀតដែរឯងនៅទុកម៉ែជាម្ដាយរបស់ឯងទេមិនមែនចឹងទេម៉ែព្រោះខ្ញុំមិនចង់ឲ្យម៉ែបារម្ភខ្ញុំខ្លាចម៉ែព្រួយចិត្តដោយសារខ្ញុំត្រូវហើយមិនក៏មិនឃើញអាសួរវាតនាបាត់ហើយគេមិនដែលខ្វល់ខ្វាយពីខ្ញុំស្រាប់ហើយទោះខ្ញុំស្លាប់ក៏គេមិនខ្វល់ដែរខ្ញុំដើរមកមន្ទីរពេទ្យខ្លួនឯងទេម៉ែអើយអេមិនក៏ចំបៃអត់លក់កាហ្វេអញ្ចឹងតើគេទៅណាអញ្ចេះចានាងចំបៃគេឈឺហើយថ្ងៃនេះគេមិនបានមកលក់ទេបងអើយចំបៃឈឺតើគេកើតអីទៅខ្ញុំក៏មិនច្បាស់ដែរតែមុននេះខ្ញុំទៅទិញថ្នាំនៅ clinic ពេទ្យសួនខ្ញុំឃើញនាងចំបៃដេកស្ដុកស្ដឹងនៅលើគ្រែពេទ្យបើបងចង់ដឹងតែគេកើតអីបងដើរទៅ clinic ពេទ្យសួនមកផ្លែតតែអូមិនអីទេបងមកទិញកាហ្វេតើឥឡូវបើគេមិនលក់អញ្ចឹងបងមានតែទៅទិញនៅតូបផ្សេងហើយតែថាកាហ្វេនៅម្ដុំនេះមិនសូវឆ្ងាញ់ដូចកាហ្វេនាងចំបៃទេចាបងមានគិតដូចខ្ញុំដែរឬក៏អត់ត្រូវហើយកាហ្វេរបស់ចំបៃកិនពីគ្រាប់កាហ្វេធម្មជាតិអញ្ចឹងហើយទើបឆ្ងាញ់ជាងកាហ្វេគេផ្សេងសំខាន់គឺលក់ធូរថ្លៃទៀតផងចាមែនហើយបងមួយកែវតែ3000ខ្ញុំផឹកមិនចង់អស់បើអញ្ចឹងខ្ញុំទៅសិនហើយណាបងណាបាទប្អូនអញ្ជើញពុកបដៅឯងច្រើនដងហើយមិនក៏ឯងនៅតែចោលមកសៀតបែបនេះអញ្ចឹងអាសួរណែពងខ្ញុំជាកូនបង្កើតរបស់ពុកណាហេតុអីក៏ពុកមិនកាន់ជើងខ្ញុំនេះពុកឃើញអ្នកដតីល្អជាងខ្ញុំហ៎អ្នកដតីដែលឯងនិយាយនេះគឺជាមនុស្សស្រីដែលឯងដេកអោបនឹងដើមទ្រូងជាមនុស្សស្រីដែលខំពោពោះបង្កើតកូនរបស់ឯងចេញមកជាមនុស្សស្រីដែលដាំបាយធ្វើម្ហូបឲ្យឯងស៊ីមិនក៏ឯងនិយាយភាសានេះចេញមករួចបងណាប៉ណ្ណឹងបានហើយណាចាត់ទុកថាខ្ញុំសុំវត្តទៅចុះមិនបាច់មកសុំវល់ទេខ្ញុំត្រូវតែនិយាយឲ្យអាកូនថោកនេះវាភ្លឺភ្នែកម្ដងពុកដឹងថាឯងជាព្រាននារីតាំងតែពីនៅក្មេងឯងដើរខូចប្រឡូចជាមួយនឹងស្រីរាប់មិនអស់តែពេលនេះឯងមានប្រពន្ធហើយកូនប្រុសឯងមានអាយុ10ឆ្នាំហើយណាមិនក៏ឯងនៅតែមិនចោលចរិតថោកនឹងទៀតពងមិនក៏ពុកដៀលខ្ញុំដល់ថ្នាក់នេះរឿងគ្រប់យ៉ាងមកពីនាងចំបៃខ្ញុំមិនអាចទ្រាំរស់នៅជាមួយស្រីចង្រៃនោះបន្តទៀតបានទេកូនអញក៏មិនអាចទ្រាំនៅជាមួយឯងតទៅទៀតបានដែរកូនអញនឹងលែងក្បាលឯងម៉ែនិយាយថាម៉េចហ្នឹងអ្នកចម្ពូមុននេះអ្នកនិយាយថាម៉េចនាងចំបៃចង់លែងអាស៊ូអី
ត្រូវហើយស្អែកម៉ោង9ព្រឹកទៅជួបគ្នានៅសាលាសង្កាត់ឯងត្រូវទៅកុំខានណាអាសួរនេះប្អូនពិតជាមិនអីពិតមែនណាខ្ញុំបានធូរច្រើនហើយខ្ញុំអរគុណណាស់ដែលបងបានមកសួរសុខទុក្ខខ្ញុំអរគុណច្រើនណាស់បងសុទ្ធតែជាញាតិនឹងគ្នាតាបើមិនបានមកសួរសុខទុក្ខបងដេកមិនលក់ទេបងបានទិញផ្លែឈើនិងបបរមកឲ្យប្អូនដែរប្អូនឃ្លានហើយនៅអូបងហើយបងមិនក៏បងចិត្តបានយ៉ាងនេះខ្ញុំសូមអរគុណចំពោះសន្តានចិត្តដ៏ល្អរបស់បងខ្ញុំសូមជូនពរឲ្យបងរកស៊ីមានបានណាបងបានបងអរគុណហើយសម្រាប់ពាក្យជូនពរនេះប្អូនឃ្លានហើយនៅបើថាឃ្លានចាំបងផ្ទេរបបរដាក់ចានឲ្យប្អូនហូបមុននេះម្ដាយខ្ញុំទៅទិញបបរមកឲ្យខ្ញុំហូបដែរខ្ញុំមិនទាន់ឃ្លានទេបបរដែលបងយកមកចាំរសៀលបន្តិចខ្ញុំកម្ដៅហូបណាបងបានអញ្ចឹងក៏បានចុះប្តីរបស់ប្អូនគេទៅណាបាត់ហើយបងកុំរំលឹកឈ្មោះគេទៀតអីខ្ញុំនឹងគេអស់និស្ស័យជាមួយគ្នាហើយថ្ងៃស្អែកចេញពីពេទ្យខ្ញុំនឹងទៅលែងលះជាមួយគេថាម៉េចដល់ថ្នាក់លែងលះគ្នាផងហ៎មួយសប្តាហ៍កន្លងផុតទៅអើយហេតុអីក៏ឯងត្រូវបកគលឡាននោះឲ្យវាធ្វើម៉េចបើគេខ្ចីលុយធនាគារទិញឡានហើយធនាគារក៏សងមិនទាន់ដាច់ទៀតអញ្ចឹងហើយទើបគេត្រូវយកឡាននោះទៅលក់ដើម្បីយកលុយទៅផ្ដាច់ធនាគារណាម៉ែអើយឡានក៏ឲ្យវាទៅហើយឯងត្រូវបង់លុយជួយចិញ្ចឹមកូនរាល់ខែទៀតអ្នកដែលខាតគឺឯងអញប្រាប់ឲ្យយកអាល្អិតនោះមកចិញ្ចឹមតែឯងរឹងក្បាលណាស់ណាស់ហើយឲ្យកូនទៅគេទៅម៉ែខ្ញុំមិនចង់យកកូនមកចិញ្ចឹមនាំទៅជាប់ដៃជាប់ជើងទេខ្ញុំមានប្រពន្ធក្រោយខ្ញុំគង់តែមានកូនទៀតទេរីឯលុយជួយចិញ្ចឹមកូនមួយខែ20,000នោះខ្ញុំអាចរ៉ាប់រងបានម៉ែមិនបាច់បារម្ភទេអញគ្មានអីត្រូវបារម្ភទៀតទេព្រោះស្អីក៏អញមិនបានដែរនឹកថាយកចៅប្រុសមកនៅជាមួយបានហើយចុងក្រោយអត់ទៅដែលម៉ែឃើញស្រាប់ហើយតើថាកូននោះវាអត់ស្រឡាញ់ខ្ញុំទេហើយវាក៏អត់ស្រឡាញ់ម៉ែដែរទោះម៉ែចាប់បខំក៏វាមិនព្រមមកនៅជាមួយម៉ែដែររឿងទាំងអស់នេះគឺមកពីឯងព្រោះឯងមិនស្រឡាញ់កូនឯងមិនចេះថ្នាក់ថ្នមផ្ដល់ភាពកក់ក្ដៅដល់កូនទើបកូនវាស្អប់ឯងបែបនេះឆាប់ទៅចេញពីមុខអញភ្លាមទៅកុំឲ្យអញជេរឯងតាន់ស្អែកឡើងអេនេះចំបៃមកលក់កាហ្វេវិញហើយហ៎ចាបងខ្ញុំផ្អាកលក់យូរថ្ងៃមិនបានទេដាច់ម៉ួយណាបងត្រូវហើយចំបៃខានលក់ប្រហែលថ្ងៃនេះខ្ញុំទៅទិញកាហ្វេនៅតូបផ្សេងតែកាហ្វេគេមិនឆ្ងាញ់ដូចជាកាហ្វេរបស់ប្អូនសោះខ្ញុំអរគុណណាស់ដែលបងតែងគាំទ្រកាហ្វេរបស់ខ្ញុំរហូតមកនិយាយអញ្ចឹងបងដាក់កាហ្វេដូចរាល់ដងមែនទេបានដាក់ដូចរាល់ដងមកហើយកុំភ្លេចដាក់បេះដូងចូលផងណាបងសម្បត្តិបងនិយាយស្អីហ្នឹងពេលនេះចំបៃទំនេរហើយតើប្អូនអាចបើកបេះដូងទទួលយកបងបានទេបងសម្បត្តិមិនក៏បងនិយាយអញ្ចឹងបើមានគេលើគេនិយាយដើមណាបងអ្នកណានិយាយអីក៏និយាយទៅបងលួចស្រឡាញ់ចំបៃយូរហើយនឹងកាលពីមុនប្អូនមានប្តីទើបបងមិនអាចប្រាប់ថាស្រឡាញ់អូនបានតែឥឡូវចំបៃលែងមានប្តីហើយបងក៏មិនខ្លាចនឹងសារភាពប្រាប់អូនដែរតែបងជាប្រុសកំឡោះខ្ញុំជាស្រីមេម៉ាយខ្ញុំមិនស័ក្តិសមនឹងបងទេតើមេម៉ាយមិនល្អត្រង់ណាមេម៉ាយមានកូនប្រើស្រាប់ហើយចំណាប់រកស៊ីទៀតព្រមស្រឡាញ់បងទៅណាបើចំបៃអូខេអាទិត្យក្រោយនេះបងនឹងឲ្យឪពុកបងចូលស្ដីអូនខ្ញុំមិនដឹងឆ្លើយថាម៉េចទេបងអើយខ្ញុំសូមគិតមើលសិនណាតម្លៃអប់រំបុរសជាមេគ្រួសារគប្បីមានទំនួលខុសត្រូវខ្ពស់ក្នុងការរកស៊ីចិញ្ចឹមប្រពន្ធកូនកុំហូបតាមឃ្លានកុំហ៊ានតាមចង់ប្តីដែលមើលងាយប្រពន្ធជាប្តីថោកទាប
ណែម្ចាស់សយឯងជាមនុស្សស្រីឯងទៅរៀនបាញ់ធ្នូរៀនក្បាច់គុណតើបានប្រយោជន៍ស្អីទៅមុននឹងក្រោយឯងគង់ទៅយកស្វាមីរៀបអភិសេកបង្កើតបុណ្យចំណេះជំនាញទាំងអស់នេះប្រកាសជាកប់ចោលហើយម្ចាស់ស្ត្រីដែលយើងនិយាយទៅព្រោះយើងទើសភ្នែកពេកបើថាឯងទំនេរណាស់គួរយកពេលវេលាទៅជួយកិច្ចការនៅដំណាក់កាត់ដេរទៅជួយនៅដំណាក់ចុងភៅក៏បានដែរកុំធ្វើខ្លួនអត់ប្រយោជន៍ដូចម្ដាយរបស់ឯងពេកម្ចាស់ស្ត្រីទ្រង់មានសវណ្ណីបែបនេះជ្រុលពេកហើយបានហើយម្ចាស់សយម្ចាស់ស្ត្រីជាចាស់ទុំទ្រង់បដៅណែនាំគឺចង់ឲ្យបុតល្អទេកុំធ្វើព្រះភ័ក្របែបនេះខ្ញុំម្ចាស់សូមអរព្រគុណម្ចាស់ស្ត្រីដែលទ្រង់បានណែនាំដល់ខ្ញុំម្ចាស់សូមអរព្រគុណព្រះមេត្រូវហើយម្ចាស់សយនេះបុតបានឈើច្រត់ស្អីមកពីណានឹងគឺក្រាបទូលព្រះបិតាឈើច្រត់នេះជាអំណោយដែលលោកគ្រូសានឲ្យមកខ្ញុំម្ចាស់ជាវត្ថុអនុស្សាវរីយ៍ណាព្រះពរបើអញ្ចឹងខ្ញុំម្ចាស់សូមថ្វាយបង្គំលាព្រះបិតានិងម្ចាស់ស្ត្រីទៅដំណាក់សិនហើយថ្វាយបង្គំលាថាម៉េចព្រះបុត្រាហង្សាគិរីប្រតិព័ទ្ធលើឯងត្រូវហើយពងទ្រង់មានបន្ទូលថាទ្រង់នឹងឲ្យចាស់ទុំលើកចំនួនមកស្ដីដណ្ដឹងខ្ញុំណាពងហើយចុះឯងស្រឡាញ់ទ្រង់ទេគឺថាណែពងខ្លាចតែព្រះបុត្រាកុហកឯងទេបុផាអើយណាហើយឯងកុំបាច់រងចាំទ្រង់អីបើសិនជាមាននរណាចូលស្ដីឯងមុនពុកនឹងលើកឯងឲ្យគេហើយពងមេដាមានសវណ្ណីថាម៉េចម្ចាស់ស្ត្រីធ្វើដល់ថ្នាក់នេះផងហ៎ត្រូវហើយបនគេហាម5មិនឲ្យមេដាចូលទៅគាត់បំរើព្រះអង្គទេមិនដឹងថាគេដាក់ស្នេហ៍ប្រមាណគីឡូជាង1ខែហើយបិតាបុតមិនដែលយាងមកដំណាក់មេដាសោះម្ចាស់ស្ត្រីធ្វើបែបនេះហួសហេតុពេកហើយអញ្ចឹងតែទើបព្រះបិតាមិនអើពើនឹងខ្ញុំម្ចាស់មុននេះម្ចាស់ស្ត្រីបានលក់លើយឲ្យខ្ញុំម្ចាស់ទៀតផងខ្ញុំម្ចាស់មិនលើកលែងឲ្យម្ចាស់ស្ត្រីទេអូយម្ចាស់សយកុំមាត់លឺពេកណាបននៅក្នុងវាំងនេះដៃជើងរបស់ម្ចាស់ស្ត្រីមានច្រើនណាស់បើមានអ្នកណាស្ដាប់ឮពាក្យនេះហើយយកទទួលម្ចាស់ស្ត្រីពីអ្នកម្ដាយកូនយើងប្រកាសជាដាច់ក្បាលមិនខានទេមេដាគិតថាខ្ញុំម្ចាស់ខ្លាចម្ចាស់ស្ត្រីហ៎ម្ចាស់ស្ត្រីចម្ប៉ាថោងមានស្អីអស្ចារ្យទៅខ្ញុំម្ចាស់នឹងផ្ដល់មេរៀនឲ្យទ្រង់ម្ដងកុំឲ្យទ្រង់ក្អេងក្អាងពេកសយសុមនថាគិតទៅចិត្តមនុស្សពិតជាពិបាកយល់មែនរកមុខអ្នកលួចឈើច្រត់ឃើញហើយពេលនេះតើរុក្ខទេវីគិតធ្វើយ៉ាងម៉េចទៅខ្ញុំនឹងនិមិត្តកាយជាមនុស្សហើយចូលទៅក្នុងរាជវាំងដើម្បីយកឈើច្រត់របស់ខ្ញុំត្រឡប់មកវិញទេពធីតាធ្វើបែបនេះត្រឹមត្រូវហើយមិនអាចបណ្តែតបណ្ដោយបានទេខ្លាចក្រែងគេយកឈើច្រត់ទៅធ្វើអីផ្ដេសផ្ដាស់បង្កមហន្តរាយដល់អ្នកដទៃណាបើអញ្ចឹងខ្ញុំទៅសិនហើយខ្ញុំសូមពឹងលោករុក្ខទេវតាជួយមើលថែរក្សាព្រៃនេះផងណាបាទមិនអីទេអ្នកឆាប់ទៅចុះប្រយ័ត្នប្រយែងផងណាចាខ្ញុំដឹងហើយមានសាវនីចំទេពធីតារក្សាព្រៃក៏និមិត្តកាយជាស្រីក្រមុំម្នាក់ហើយក៏ដើរចេញទៅយ៉ាងម៉េចអញ្ចេះស្ងាត់ជ្រាបតែម្ដងហើយនេះចុះពួកភីលៀងវាទៅណាអស់ហើយនាងចេកនាងច័ន្ទពួកឯងនៅត្រង់ណានឹងនាងចេកនាងច័ន្ទនិងពួកសេនាដេកលក់អស់ហើយណាព្រះមេនាងសយសមនថាឯងចូលមកដំណាក់យើងមានការស្អីព្រោះខ្ញុំម្ចាស់នឹករលឹកដល់ទ្រង់ពេកទើបខ្ញុំម្ចាស់មកលេងទ្រង់ទាំងយប់បែបនេះយ៉ាងម៉េចនឹងនេះម្ចាស់ស្ត្រីមិនពេញប្រតិទេហ៎បើអញ្ចឹងខ្ញុំម្ចាស់ទៅវិញក៏បានឈប់សិនប្រាប់យើងតាមត្រង់មកឯងមានការស្អីមានការអីហ៎ហេតុអីក៏ទ្រង់ធ្វើបាបមេដារបស់ខ្ញុំម្ចាស់ហេតុអីក៏ទ្រង់រារាំងមិនឲ្យព្រះបិតាយាងទៅដំណាក់មេដាខ្ញុំម្ចាស់ម្ចាស់សយឯងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងយើងមិនដឹងអីទេណាចេញទៅឆាប់ចេញពីដំណាក់របស់យើងភ្លាមទៅមេក្មេងឈួតហ៊ានជេរខ្ញុំម្ចាស់ផងហ៎ទ្រង់កំព្រួយអី
ខ្ញុំម្ចាស់គង់តែចេញទៅវិញទេតែមុននឹងទៅខ្ញុំម្ចាស់ត្រូវផ្ដល់មេរៀនឲ្យទ្រង់សិនណែម្ចាស់សយឯងចង់ធ្វើស្អីយើងណែកុំណាឯងកុំចូលមកឲ្យសោះភីលៀងសេនាពួកឯងនៅត្រង់ណាឆាប់មករកយើងភ្លាមឈើច្រត់ទៅស្ដាប់បញ្ជាយើងឆាប់ចូលទៅដុតម្ចាស់ស្ត្រីចម្ប៉ាថោងឲ្យរលីភ្លាមទៅចូលទៅដុតទៅអត់ទេអើយក្តៅណាស់ក្តៅខ្លាំងណាស់ជួយផងអ្នកណាក៏បានដែរជួយយើងផងជួយផងអូយម្ចាស់ស្ត្រីដ៏មានអំណាចពេលនេះនៅសល់តែឆ្អឹងទេហ៎ស្អែកឡើងថាមិញម្ចាស់ស្ត្រីបាត់បកាយមិនក៏ទៅជាអញ្ចឹងនោះភីលៀងនិងសេនាដែលយាមកាមនៅដំណាក់ម្ចាស់ស្ត្រីពួកគេឆ្លើយថាមិនដឹងគ្រប់គ្នាពេលនេះព្រះអង្គខ្ញាល់ខ្លាំងណាស់ទ្រង់មានរាជបញ្ជាឲ្យលោកចូលគាល់ក្នុងពេលនេះណាបើអញ្ចឹងលោកទៅមុនទៅរៀបចំខ្លួនរួចខ្ញុំនឹងទៅតាមក្រោយបាទខ្ញុំសូមលាសិនហើយបាទមានរឿងអីមែនទេពងមើលតែទឹកមុខពងដូចជាមិនសូវល្អសោះគឺម្ចាស់ស្ត្រីទ្រង់បាត់បកាយពីក្នុងដំណាក់ពុកថាម៉េចនឹងម្ចាស់ស្ត្រីបាត់ប្រកាយទេភីលៀងសេនាចេញតាមរោគយ៉ាងណាក៏នៅតែមិនឃើញដែរពួកគេបែរជាប្រទះឃើញឆ្អឹងខ្មោចនៅក្នុងដំណាក់របស់ម្ចាស់ស្ត្រីទៅវិញប្រទះឃើញឆ្អឹងខ្មោចទេតើអាចទេដែលថាឆ្អឹងខ្មោចនោះជាព្រះអធិរបស់ម្ចាស់ស្ត្រីមិនអាចទេមកដល់រាជវាំងហើយមើលទៅមានសេនាយាមកាមច្រើនណាស់តើខ្ញុំចូលទៅខាងក្នុងយ៉ាងម៉េចទៅណែនាងហើយនាងមកឈរអើតលើមរកស្អីនៅកន្លែងនេះនាងមានការអីអត់មានការអីទេលោកគឺថាសាច់ញាតិរបស់ខ្ញុំធ្វើការនៅក្នុងរាជវាំងខ្ញុំចង់ចូលទៅរកសាច់ញាតិនឹងណាមិនបានទេព្រះអង្គមិនអនុញ្ញាតឲ្យនរណាចេញចូលផ្ដេសផ្ដាស់ទេនាងឆាប់ត្រឡប់ទៅវិញទៅតែខ្ញុំមានការសំខាន់ពិតមែនខ្ញុំសូមចូលទៅតាមមួយផ្លែតទេឲ្យខ្ញុំចូលទៅណាយើងថាមិនបានគឺមិនបានហើយនាងឯងមិនចេះស្ដាប់ភាសាមនុស្សទេអីឬក៏នាងឯងចង់ត្រូវសេនាប្រមាណអ្នកនេះពិតជាប្រហិនណាខ្ញុំនឹងផ្ដោះមេរៀនឲ្យពួកឯងម្ដងគិតហើយទេពធីតាក៏ប្រើរិទ្ធឲ្យចុះផ្សែងអាប់ខ្មួលខ្មាញ់ធ្វើឲ្យសេនាទាំងនោះមើលអ្វីមិនឃើញហាផ្សែងច្រើនណាស់មើលអីមិនឃើញទេវើយហើយតាមរងម្ចាស់ស្ត្រីគ្រប់ច្រកលហកទៅហើយនៅតែមិនឃើញទ្រង់ទៀតយើងតល់តម្រេះហើយនេះពួកលោកមានយោបល់អីខ្លះទេបបពិតព្រះអង្គហើយចុះបើឆ្អឹងនោះជាព្រះអធិរបស់ម្ចាស់ស្ត្រីតើទ្រង់គិតយ៉ាងម៉េចទៅក្រាបទូលផ្ដេសផ្ដាស់លោកឈួតមែនទែនហើយម្ចាស់ស្ត្រីបាត់ព្រះកាយមិនទាន់បានមួយថ្ងៃផងមិនក៏លោកគិតឈួតបែបនេះតើអាចទៅរួចដែរទេមិនសមហេតុផលសោះហើយទូលព្រះបង្គំគ្រាន់តែស្មានប៉ុណ្ណោះខុសឆ្គងយ៉ាងណាសូមទ្រង់ព្រះរាជទានទោសផងក្រាបទូលបង្គំនឹងសហការជាមួយកងល្បាតដើម្បីតាមរកម្ចាស់ស្ត្រីបន្តទៀតសូមទ្រង់កុំព្រួយប្រតិអីក្រាបទូលបានហើយឆាប់ទៅយ៉ាងណាក៏ត្រូវទៅរកម្ចាស់ស្ត្រីឲ្យឃើញឆាប់ទៅសំចិត្តខ្ញុំម្ចាស់ណាម្ចាស់សយប្រាប់មេដាតាមត្រង់មកការបាត់ប្រកាយរបស់ម្ចាស់ស្ត្រីមានជាប់តាក់ទងជាមួយបទដែរព្រះមេជាថ្វីដៃរបស់ខ្ញុំម្ចាស់ជាអ្នកធ្វើគុតម្ចាស់ស្ត្រីចម្ប៉ាថោងម្ចាស់សយនេះដល់ថ្នាក់ធ្វើគុតម្ចាស់ស្ត្រីផងហ៎អញ្ចឹងបានន័យថាម្ចាស់ស្ត្រីសោយពីរឡៃហើយមែនទេព្រះមេម្ចាស់ជាការពិតឲ្យព្រះមេមេដាមិនស្មានទេថាបុត្រធ្វើដល់ថ្នាក់នេះរឿងនេះធំណាស់បើមានអ្នកណាបានដឹងហើយយកទៅទូលថ្វាយព្រះអង្គបុត្រប្រកាសជាមិនរួចខ្លួនទេណាមេដាមិនបាច់ព្រួយទេ
ទោះបីដាទ្រង់ជ្រាបក៏ខ្ញុំម្ចាស់មិនខ្វល់ដែរព្រោះថាយ៉ាងណាក៏គ្មានអ្នកណាអាចមកធ្វើស្អីខ្ញុំម្ចាស់បានដែរហើយចុះព្រះសពរបស់ម្ចាស់ក្សត្រីតើបុត្រយកទៅលាក់ទុកនៅទីណានៅឆ្ងាយដូចជើងមេឃដល់ពេលចិត្តពេកនៅគៀកបង្កាយគឺឆ្អឹងខ្មោចនោះហើយជាព្រះអធិរបស់ម្ចាស់ក្សត្រីហាមិនអាចទេមិនពិតទេហាឆ្អឹងខ្មោចនោះជាព្រះអធិរបស់ម្ចាស់ស្ត្រីហ៎អ្នកណាគេនៅខាងក្រៅយើងសួរថាអ្នកណាគេចង្រៃយោហ៊ានមកលបស្ដាប់ផងហ៎កុំគិតថាយើងឲ្យឯងរួចខ្លួននោះខ្ញុំចូលមកដល់ក្នុងវាំងហើយតើដំណាក់របស់ពនាងសយសមន្តានៅទីណាទៅអូមានមនុស្សមកហើយរកកន្លែងពុនសិនទៅបានហើយពនាងសយសមន្តាពិតជាសាហាវណាស់ខ្ញុំត្រូវទៅយករឿងនេះទទួលថ្វាយព្រះអង្គទៅបានឈប់សិនលោកមេកងយើងប្រាប់ថាឈុំក្រាបទូលពនាងម្ចាស់អ្នកត្រង់មានការអីជាមួយទូលបង្គំមែនទេក្រាបទូលមុននេះលោកបានឮស្អីខ្លះពនាងត្រង់មានសវណ្ណនៃពីអីហ្នឹងទូលបង្គំមិនយល់ទេក្រាបទូលយើងសួរថាឯងបានឮស្អីខ្លះហ៊ានទៅលបស្ដាប់យើងដល់ដំណាក់ឯងចង់ស្លាប់មែនទេអត់ទេទូលបង្គំមិនដឹងអីទេត្រង់មានការភ័ន្តច្រឡំមកលើទូលបង្គំហើយទូលបង្គំមានការបញ្ញាប់សូមថ្វាយបង្គំលាឯងចង់រត់ផងហ៎ឈើច្រត់ទឹមឆាប់ចូលទៅដុតមេកងចាក់ភ្លាមទៅដុតវាទៅអត់ទេអូយក្តៅណាស់ក្តៅខ្លាំងណាស់អូយចង់កំចាត់យើងឯងត្រូវតែជួបបែបនេះស្រីម្នាក់នេះពឹសពុលណាស់ពេលនេះឈើច្រត់របស់ខ្ញុំនៅក្នុងដៃគេទៀតមិនបានទេខ្ញុំត្រូវទៅរកវិធីចូលទៅយកឈើច្រត់របស់ខ្ញុំមកវិញឲ្យបានព្រះបត្រាហង្សាគិរីខ្ញុំរងចាំទ្រង់ច្រើនថ្ងៃហើយតែមិនឃើញទ្រង់យាងមកតាមពាក្យសន្យាទេប្រហែលជាទ្រង់ក៏ហក់ខ្ញុំមែនហើយខ្ញុំមិនគួរជឿព្រះបត្រាតាំងពីដំបូងមិនក៏បុប្ផាមិនជឿជាក់បងហាព្រះបត្រានេះគឺព្រះបត្រាពិតមែនណាខ្ញុំម្ចាស់មិនបានយល់សពទេមែនទេត្រូវហើយគឺបងយ៉ាងមិនដឹងបុប្ផាភ្ញាក់ផ្អើលខ្លាំងហ៎ក្រាបទូលព្រះបត្រាខ្ញុំម្ចាស់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នេះទ្រង់យាងមកតែអង្គឯងទេមែនទេបងមិនមែនមកតែអង្គឯងទេគឺមានអ្នកផ្លូវចៅមហានិងសេនាហែហមមកជាមួយដែរពេលនេះពួកគេកំពុងចាំនៅផ្ទះរបស់អូនណានេះព្រះបត្រាទៅដល់ផ្ទះខ្ញុំម្ចាស់ហេមិនក៏ទ្រង់ស្គាល់ផ្ទះរបស់ខ្ញុំម្ចាស់ចូលមកដល់នគរកែវបងគ្រាន់តែសួររកផ្ទះរបស់លោកមន្ត្រីផាន់អ្នកណាក៏គេស្គាល់ដែរត្រូវឲ្យបុប្ផាឬថាម្ចាស់ក្សត្រីនៅនគរកែវបាត់ព្រះកាយតើរឿងនេះជាការពិតទេរឿងនេះជាការពិតមែនហើយព្រះពរពេលនេះប្រហែលជាគេផ្ទុំលក់ហើយខ្ញុំត្រូវតែប្រញាប់ប្រញាល់ទៅបានអេតើគេយកឈើច្រត់របស់ខ្ញុំទៅទុកនៅត្រង់ណាមិនក៏មិនឃើញឯងជាអ្នកណាចូលមកក្នុងដំណាក់របស់យើងមានការស្អីហាវិវរហើយគិតធ្វើយ៉ាងម៉េចទៅអូគឺខ្ញុំម្ចាស់ជាភីលៀងទៅតែមកថ្មីណាប៉នាងភីលៀងទៅតែមកថ្មីហ៎ឆាប់ងាកមុខមកនេះយើងប្រាប់ឲ្យនាងងាកមុខមកនេះហាឯងគឺទេពធីតាមួយអង្គនោះតាត្រូវហើយគឺយើងឯងប្រហិនណាស់ហ៊ានលួចឈើច្រត់យើងមកឈើច្រត់យើងនៅឯណាឆាប់ឲ្យឈើច្រត់មកយើងវិញភ្លាមអត់ទេគ្មានផ្លូវទេយើងមិនឲ្យទេឈើច្រត់របស់យើងជាវត្ថុស័ក្តិសិទ្ធិត្រូវតែនៅជាមួយបុគ្គលល្អមិនអាចស្ថិតក្នុងដៃមនុស្សខូខើដូចឯងឡើយឆាប់ឲ្យឈើច្រត់មកយើងវិញភ្លាមគ្មានផ្លូវទេយ៉ាងណាក៏យើងមិនឲ្យដែរឈើច្រត់ទឹមឆាប់ហោះមករកយើងភ្លាមហាឈើច្រត់របស់យើងឈើច្រត់
ខ្ញុំជាម្ចាស់របស់អ្នកឆាប់ហោះមករកខ្ញុំភ្លាមហោះមករកខ្ញុំភ្លាមមកអត់ទេណាអើយពេលនេះឈើច្រត់ទឹកត្រឡប់មកនៅក្នុងដៃរបស់យើងវិញហើយសោកស្ដាយផងណាពនាងដកខោខើកុំណាទេពធីតាកុំធ្វើស្អីយើងណាកុំធ្វើស្អីយើងយ៉ាងម៉េចឯងខ្លាចទេចុះពេលដែលឯងសម្លាប់មនុស្សឯងមានដឹងទេថាមុនពេលស្លាប់ពួកគេភ័យខ្លាចប៉ុណ្ណាតើឯងមានអសូរគេខ្លះទេមានបុណ្យខ្ពស់បានកើតជាព្រះនាងមានបរិវារតាមហែហោមគ្រប់ជំហានតែឯងធ្វើខ្លួនថោកទាបគ្មានធម៌មេត្តាក្នុងខ្លួនសោះទេពធីតាខ្ញុំដឹងខុសហើយសូមទេពធីតាទុកជីវិតឲ្យខ្ញុំផងទៅខ្ញុំសន្យាថាខ្ញុំមិនសាងអំពើអាក្រក់ទៀតទេមេត្តាដល់ខ្ញុំផងទៅណាទេពធីតាណាក៏បានយើងទុកឱកាសឲ្យឯងកែខ្លួនម្ដងចុះពីពេលនេះទៅឯងត្រូវឈប់សាងបាបកម្មត្រូវធ្វើបុណ្យឧទ្ទិសកុសលដល់សពសត្វជាពិសេសគឺម្ចាស់កម្ពីដែលឯងបានសម្លាប់ជីវិតគេតែបើឯងធ្វើមិនបានឈើច្រត់មួយនេះនឹងមកបលែងជីវិតឯងមិនខានឡើយខ្ញុំដឹងហើយទេពធីតាខ្ញុំដឹងហើយអរគុណទេពធីតាអរគុណស្អែកឡើងយើងអរគុណហើយដែលព្រះបុត្រាមានទឹកប្រតិយល្អឆ្លៀតមកសួរសុខទុក្ខយើងតែពេលនេះយើងកំពុងតែតានតឹងខ្លាំងណាស់ក្រាបទូលព្រះអង្គនៅក្នុងវាំងមានសេនាយាមកាមច្រើនដំឡើងតើម្ចាស់ក្សត្រីបាត់ព្រះកាយបានយ៉ាងម៉េចទៅក្រាបទូលយើងក៏មិនច្បាស់ដែរពេលនេះលោកមេទ័ពបាត់ខ្លួនម្នាក់ទៀតហើយពួកសេនាបែរជាប្រទះឃើញឆ្អឹងខ្មោចផ្សេងមួយទៀតនៅក្នុងសួនច្បារទៅវិញទ្រង់មានបន្ទូលយ៉ាងម៉េចនឹងឆ្អឹងខ្មោចមិនក៏ចម្លែកយ៉ាងនេះត្រូវហើយហង្សាគិរីឮថាទ្រង់បានចូលស្ដីទៅដឹងនាងបុប្ផាតើរឿងនេះជាការពិតដែរទេក្រាបទូលព្រះអង្គជាការពិតហើយក្រាបទូលសប្តាហ៍ក្រោយទូបង្គំនឹងរៀបអភិសេកជាមួយបុប្ផាហើយទូបង្គំមកនេះគឺសូមយាងព្រះអង្គទៅចូលរួមក្នុងពិធីរៀបអភិសេករបស់ទូបង្គំផងណាក្រាបទូលព្រះនាងសោយសមន្តាយាងមកដល់ហើយក្រាបទូលនេះព្រះបុត្រានឹងរៀបអភិសេកជាមួយបុប្ផាពិតមែនទេព្រះនាងម្ចាស់ម៉ែស្មានថាឯងនិយាយលេងតាដឹងអីថានេះជាការពិនចំនួនបណ្ដាការដែលព្រះបុត្រាយកមកគឺច្រើនខ្លាំងណាស់ម៉ែមិននឹកស្មានថាព្រះបុត្រាប្រតិព័ទ្ធលើឯងយ៉ាងនេះទេបុប្ផាអើយព្រះបុត្រាហង្សាគិរីជាមនុស្សល្អណាស់ពេលខ្ញុំបាននៅក្បែរទ្រង់គឺមានតែស្នាមញញឹមនិងភាពកក់ក្ដៅណាស់ម៉ែពេលអភិសេករួចឯងត្រូវទៅនៅហង្សានគរហើយម៉ែមិនដាច់ចិត្តឲ្យឯងទៅទេព្រោះម៉ែមានកូនស្រីតែម្នាក់ម៉ែមិនដាច់ចិត្តមែនណាកូនខ្ញុំក៏មិនចង់ទៅចោលពុកម៉ែដែរមិនអីទេហង្សានគរនិងនគរកែវនៅចិត្តគ្នាទេខ្ញុំនឹងឧស្សាហ៍មកលេងពុកម៉ែណាអធិស្ឋានផងបាទអ្នកនាងបុប្ផាព្រះនាងសោយសមន្តាមានការចង់ជួបអ្នកនាងទ្រង់បង្គាប់ឲ្យអ្នកនាងចូលកោះឥឡូវនេះបាទព្រះនាងចង់ជួបខ្ញុំម៉េចតើទ្រង់មានការអីទៅហើយចុះពេលនេះទ្រង់គង់នៅទីណានាងបុប្ផាយើងមិននឹកស្មានថាឯងបានខ្ពង់ខ្ពស់ដល់ម្លឹងសោះយ៉ាងណាក៏យើងមិនឲ្យឯងបានល្អជាងយើងដែរគ្មានផ្លូវឡើយខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះនាងទ្រង់មានការអីជាមួយខ្ញុំម្ចាស់មែនទេឮថាឯងជិតរៀបអភិសេកជាមួយព្រះបុត្រាហង្សាគិរីហើយយើងសរសើរសំណាងឯងណាស់មិននឹកស្មានថាស្រីរាសសាមញ្ញដូចឯងត្រូវបានព្រះបុត្រាលើកដំកើងដល់ម្លឹងសោះព្រះមេព្រះនាងខ្ញុំម្ចាស់ក៏មិននឹកស្មានដែររវាងឯងនិងយើងបើប្រៀបធៀបទៅគឺឯងមិនបានមួយចំណិតយើងទេទាំងឋានៈបុណ្យស័ក្តិនិងកិត្តិយសតែណាហើយចុះទ្រង់ហៅខ្ញុំម្ចាស់មកមានការតែប៉ុណ្្នឹងទេឯងយ៉ាងម៉េចឯងធុញទ្រាន់នឹងយើងហើយហ៎យើងចាំបានថាកាលពីនៅក្មេងៗឯងមិនមែនអញ្ចឹងទេណាយើងប្រើឲ្យធ្វើស្អីឯងធ្វើតាមយើងទាំងអស់តើឯងមាននៅចាំរឿងទាំងអស់នោះដែរទេ
ព្រះមេខ្ញុំម្ចាស់នៅចាំបានហើយចុះបើពេលនេះយើងមានរឿងចង់បញ្ជាឲ្យឯងធ្វើតើឯងអាចធ្វើតាមបញ្ជារបស់យើងបានទេទ្រង់មានរឿងអីឆាប់មានសវណ្ណនៃមកចុះព្រះមេយើងប្រតិព័ទ្ធលើព្រះបត្រាហង្សាគិរីយូរហើយយើងសូមអង្វរឯងកុំរៀបអភិសេកជាមួយទ្រង់អីប្រគល់ទ្រង់ឲ្យមកយើងមកណាបុផាណាក្តីស្រឡាញ់មិនអាចបង្ខំបានទេណាព្រះមេបើសិនព្រះបត្រាមិនបានប្រតិព័ទ្ធលើព្រះនាងទោះខ្ញុំម្ចាស់ផ្ដាច់ពាក្យពីទ្រង់ក៏ព្រះនាងមិនអាចបានព្រះបត្រាដែរចំពោះរឿងនេះខ្ញុំម្ចាស់ជួយព្រះនាងមិនបានទេសូមថ្វាយបង្គំលាបុផាឈប់សិនបុផានាងបុផាឯងហ៊ានប្រឆាំងនឹងយើងផងហ៎នាងឯងចាំមើលណារវាងព្រះនាងនិងបុប្ផាមានទំនាក់ទំនងស្និទ្ធស្នាលឬលោកពងក្រាបទូលព្រះបុត្រាកាលបុប្ផានៅក្មេងទូបង្គំអសានាំគេចូលវាំងហើយបុប្ផានិងព្រះនាងសយសមន្ថាក៏រត់លេងជាមួយគ្នាយ៉ាងស្និទ្ធស្នាលកាលនោះព្រះនាងអសាមកលេងបុប្ផាដល់ផ្ទះទូបង្គំទៀតផងក្រាបទូលអញ្ចឹងទេបុប្ផាតើព្រះនាងសយសមន្ថាមានការអីជាមួយអូនគឺអត់មានការអីទេព្រះពរគឺព្រះនាងម្ចាស់ទ្រង់ឮថាខ្ញុំម្ចាស់ចិត្តរៀបអភិសេកជាមួយព្រះបត្រាទ្រង់គ្រាន់តែចង់ជូនពរដល់ខ្ញុំម្ចាស់នឹងណាព្រះពរម្ចាស់នេះមេដានៅធ្វើបន់ឲ្យម្ចាស់ស្ត្រីទៀតណាមិនក៏មេដាធ្វើបែបនេះចុះបើព្រះបិតាទ្រង់ជ្រាបពួកយើងមិនដាច់ក្បាលទៅហើយទេព្រោះមេដាមិនស្រួលចិនបើមិនបានធ្វើបន់ឲ្យម្ចាស់ស្ត្រីមេដានៅមិនស្ងប់ទេណាបត់កុំខ្ញាល់នឹងមេដាអីមេដាមិនធ្វើទៀតទេហើយមួយរយៈនេះមេដាគង់នៅតែក្នុងដំណាក់ទៅកុំចេញទៅក្រៅឲ្យសោះណាព្រះមេម្ចាស់សយប្រាប់មេដាមកការបាត់ខ្លួនរបស់លោកមេកងចាក់ក៏ជាថ្វីដៃរបស់បុត្រដែរមែនទេព្រះមេវាប្រហើនហ៊ានមកលបស្ដាប់មេដានិងខ្ញុំម្ចាស់និយាយគ្នាតើខ្ញុំម្ចាស់គួរទុកជីវិតឲ្យវាទេអ្នកណាដែលចង់បំផ្លាញខ្ញុំម្ចាស់មិនឲ្យវានៅបានសុខទេបិតាស្ដាប់មិនច្រឡំទេមែនទេការបាត់ខ្លួនរបស់មេកងចាក់ជាថ្វីដៃរបស់បុត្រហាព្រះបិតាយើងសួរថាមែនឬមិនមែនឆាប់ឆ្លើយមកម្ចាស់សយឈប់យើងប្រាប់ថាឲ្យឈប់ព្រះអង្គនេះជាកំហុសរបស់ខ្ញុំម្ចាស់ដែលមិនបានទូលមានព្រានបដៅបុណ្យសូមទ្រង់លើកលែងទោសឲ្យបុត្រផងលើកលែងឲ្យម្ចាស់សយផងទៅព្រះពរម្ចាស់ពុកថាម៉េចព្រះនាងសយសមន្ថាសម្លាប់មនុស្សហ៎មិនក៏តែជាអញ្ចឹងទ្រង់សម្លាប់មេកងចាក់ហើយនៅមានម្ចាស់ស្ត្រីចម្ប៉ាថោងទៀតពុកមិននឹកស្មានថាព្រះនាងសាហាវដល់ម្លឹងទេព្រោះលោភៈទោសៈមោហៈទើបព្រះនាងសយសមន្ថាខ្លាចជាបែបនេះយ៉ាងណាអូនត្រូវប្រយ័ត្នខ្លួនឲ្យមែនទែនបើបានជួបព្រះនាងអូនត្រូវតែគេចចេញឲ្យឆ្ងាយណាក្រាបទូលព្រះបុត្រាខ្ញុំម្ចាស់ដឹងឲ្យព្រះពរអើយបុប្ផាអូនបុប្ផាយ៉ាងម៉េចទៅហើយកូនព្រះនាងសយសមន្ថាមិនក៏ទ្រង់បាញ់កូនស្រីទូបង្គំព្រោះយើងមិនចង់ឲ្យវាមានជីវិតរស់នៅបន្តយើងទ្រាំឃើញវាល្អជាងយើងមិនបានទេវាត្រូវតែស្លាប់គិតថាសម្លាប់បុប្ផាហើយទូបង្គំនឹងងាកទៅស្រឡាញ់ព្រះនាងមែនទេទ្រង់យល់ខុសហើយទោះបីលើលោកនេះមានមនុស្សស្រីតែទ្រង់ម្នាក់ក៏ទូបង្គំមិនស្រឡាញ់ព្រះនាងដែរគ្មានថ្ងៃទេព្រះបត្រាទ្រង់កំពុងតែប្រមាថខ្ញុំម្ចាស់ហើយណាហើយពួកឯងស្រឡាញ់គ្នាណាស់មែនទេក៏បានចាំយើងបំពេញបំណងពួកឯងទៅចុះឈប់ភ្លាមស្រីខូខើយើងប្រាប់ថាឲ្យឈុំទេពធីតាឈើច្រន់ថ្ងៃមុនឯងបានសន្យាជាមួយយើងថាម៉េចខ្លះហេតុអីក៏ឯងមិនកែខ្លួនហេតុអីទៅអត់ទេណាទេពធីតាកុំធ្វើស្អីយើងណាកុំបើទុកឯងឲ្យនៅមនុស្សម្នាប្រកាសជារស់មិនបានសោះឈើច្រត់ទឹមឆាប់ដាក់ទោសនាងសយសមន្ថាឲ្យស័ក្តិសមនឹងបព្វកម្មដែលគេបានសាងដាក់ទោសគេភ្លាមទៅអើយអត់ទេអើយតម្លៃអប់រំវត្ថុស័ក្តិសិទ្ធិយ៉ាងណាក៏ដោយបើធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់មនុស្សគ្មានគុណធម៌នឹងបង្កមហន្តរាយធំដល់អ្នកដទៃអ្នកដាំពូជក្តៅក
កុំសង្ឃឹមថាបានផ្លែត្រជាក់